កំណត់ចំណាំដកស្រង់ចេញពីច្បាប់សរសេរដៃលេខ C20B របស់លោកអ៊ីម៉ូនីញ៉េទំព័រ38ផ្នែកភាសាខ្មែរនៅបណ្ណាល័យពុទ្ធសាសនបណ្ឌិតនិងកម្ពុជាសូរិយាលេខ123ឆ្នាំ1936ទំព័រ79គ្មានឈ្មោះអ្នករៀបរៀងទេរឿងចៅសុកនិងចៅសៅកាលពីព្រេងនាយមានបរិះ2នាក់ជាសម្លាញ់នឹងគ្នាមួយឈ្មោះចៅសុកមួយឈ្មោះចៅសៅបានបួសនៅវត្តជាមួយគ្នាបួសយូរបន្តិចទៅក៏សឹកមកវិញសឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀតសន្យានឹងគ្នាថាបើនរណាក្រត្រូវជួយគ្នាហើយបរិះទាំងពីរនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីតីពីគ្នាចៅសុករកស៊ីទៅមានទ្រព្យរបស់ច្រើនឯចៅសៅល្ងងខ្លៅក្រលំបាកហើយប្រពន្ធក៏មានសហាយផងចៅសុកដឹងថាប្រពន្ធចៅសៅមានសហាយហើយក្រលំបាកដូច្នោះក៏ទៅសួរចៅសៅទៅដល់ឃើញចៅសៅក្រលំបាកណាស់មែនក៏បបួលចៅសៅទៅរកស៊ីហើយនិយាយថាត្រូវឯងតាមពាក្យអញចៅសៅក៏ព្រមតាមពាក្យចៅសុកចៅសុកបបួលចៅសៅទៅកាប់ឈើធ្វើក្តាមម្ជុះលក់ចៅសៅតាមពាក្យចៅសុកក៏ព្រមទៅជាមួយគ្នាឯកូនសេដ្ឋីដែលសហាយនឹងនាងពេជ្រជាប្រពន្ធចៅសៅឃើញចៅសៅមិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរួចហើយវិលទៅផ្ទះវិញចៅសុកនិងចៅសៅធ្វើក្តាមម្ជុះបានមួយក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្តាមម្ជុះមួយទៀតកូនសេដ្ឋីក៏ទៅដេកនឹងនាងពេជ្រទៀតដល់ពាក់កណ្ដាលអាធ្រាត្រចៅសុកនិងចៅសៅមកផ្ទះវិញចៅសុកខំដើរប្រញាប់មកមុនស្រែកហៅប្រពន្ធចៅសៅឲ្យបើកទ្វារឯកូនសេដ្ឋីក៏ផិតភ័យរត់ពំរួចនាងពេជ្រប្រាប់សហាយឲ្យចូលដេកក្នុងក្តាមម្ជុះហើយទៅបើកទ្វារឲ្យចៅសុកចៅសៅចូលទៅក្នុងផ្ទះនាងពេជ្រសួរថាដូចម្ដេចក៏បានជីវិលមកវិញចៅសៅប្រាប់ថាចៅសុកឈឺក្បាលហៅវិលមកវិញហើយចៅសៅប្រាប់ទៅនាងពេជ្រឲ្យដណ្ដាំបាយស៊ីបាយរួចហើយដោយចៅសុកដឹងថាសហាយនាងពេជ្រដេកនៅក្នុងក្តាមម្ជុះក៏ប្រាប់ទៅចៅសៅថារកផ្ដៅមកចងក្តាមម្ជុះទុកក្រែងចោលលួចចៅសៅក៏យកផ្ដៅទៅចងរួចស្រេចហើយយកដែកគោបោះថែមទៀតឯចៅសៅពុំដឹងជាប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុកបង្គាប់លុះព្រឹកឡើងចៅសៅប្រើនាងពេជ្រជាប្រពន្ធឲ្យទៅទិញអីវ៉ាន់នាងពេជ្រក៏ហួសទៅប្រាប់សេដ្ឋីថាឲ្យសេដ្ឋីចាំទិញម្ជុះទៅបិទកូនសេដ្ឋីទៅដេកនឹងខ្ញុំប្តីខ្ញុំមកតាន់បានរត់ចូលដេកក្នុងម្ជុះឥឡូវនេះប្តីខ្ញុំសែងយកមកដល់ព្រឹកនេះហើយប្រាប់ហើយនាងពេជ្រក៏ត្រឡប់ទៅផ្ទះវិញលុះចៅសុកនិងចៅសៅស៊ីបាយរួចក៏សែងម្ជុះយកទៅលក់សេដ្ឋីឲ្យខ្ញុំមួយនាក់ចាំមើលផ្លូវផ្ដាំថាបើឃើញអ្នកណាសែងក្តាមម្ជុះមកដល់ឲ្យរត់ទៅហៅយើងចៅសុកនិងចៅសៅសែងក្តាមម្ជុះមកដល់ផ្ទះសេដ្ឋីស្រែកពពាយនាយថាអ្នកណាទិញក្តាមម្ជុះនេះទេសេដ្ឋីឮសួរថាលក់តម្លៃប៉ុន្មានចៅសុកប្រាប់ថាឲ្យចាក់ប្រាក់ពីដីឡើងទៅស្មើនឹងម្ជុះសេដ្ឋីសូមតថ្លៃក៏ចៅសុកមិនព្រមសេដ្ឋីក៏ប្រើខ្ញុំកណ្ដោឲ្យយកប្រាក់មកចាក់ស្មើនឹងម្ជុះហើយចៅសុកនិងចៅសៅយកប្រាក់ទៅចែកគ្នាសេដ្ឋីគាស់ម្ជុះយកកូនចេញក្រោយមកចៅសៅយកនាងពេជ្រជាប្រពន្ធដូចដើមវិញកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងអូសទុកមិនឲ្យល្អាងចាប់ត្រីបានមិនឲ្យល្អក់ទឹក